បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនៅឯប្រទេសថៃគឺមានក្រុមចៅប្លន់មួយក្រុមបាទបានចូលទៅប្លន់ហាងមាសហើយប្រមូលលុយបានជាង$1,000,000ឯណោះក្រុមចៅប្លន់ដែលឯកនៅភូមិខាងត្បូងប្រទេសថៃកាលពីល្ងាចថ្ងៃទី5ខែតុលាឆ្នាំ2025កន្លងទៅថ្មីនេះបាននាំគ្នាសម្រុកចូលហាងមាសមួយកន្លែងដែលស្ថិតនៅក្នុងផ្សារ Big C របស់ប្រទេសថៃនៅខេត្តនារាธิវาสក្រុមចៅប្លន់ដៃឯកមានគ្នាប្រមាណ8នាក់ប្រដាប់ដោយអាវុធធន់ធ្ងន់បានសម្រុកចូលទៅក្នុងហាងមាសនិងគំរាមបុគ្គលិកអ្នកលក់មាសហើយក៏ប្រមូលបាននៅគ្រឿងអលង្ការថ្លៃៗព្រមទាំងកិច្ចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពហើយចំនួនដែលគ្រឿងអលង្ការប្រមូលបាននោះសរុបប្រមាណជាទឹកប្រាក់35លានបាតវាស្មើទៅនឹងជាង$1,000,000សហរដ្ឋអាមេរិកឯណោះនេះបើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃដែលរាយការណ៍ថាព័ត៌មានដែលគួររន្ធត់បានកើតឡើងនេះគឺនៅខេត្តនារាธิវาสកាលពីល្ងាចថ្ងៃទី5ខែតុលាឆ្នាំ2025នៅវេលាម៉ោងប្រមាណ6:30នាទីល្ងាចចៅប្រដាប់អាវុធចំនួន8នាក់បានឆ្មក់ចូលនៅក្នុងហាងមាសមួយកន្លែងនៅក្នុងផ្សារ Big C ក្នុងខេត្តនារាธิវาสតាមរយៈវីដេអូរបស់ CCTV គេឃើញក្រុមចៅមួយក្រុមនេះមានគ្នាចំនួន8នាក់ជិះរថយន្ត Pick up មួយគ្រឿងប្រដាប់ដោយអាវុធនិងបានគំរាមបាញ់ប្រហារអ្នកដែលហ៊ានរាយការណ៍ឬក៏ស្រែកប្រាប់សមត្ថកិច្ចបើតាមប្រភពដដែលថាក្រុមចៅទាំង8នាក់នេះបានធ្វើការបាញ់ប្រហារប៉ះទង្គិចគ្នាជាមួយទៅនឹងសមត្ថកិច្ចនៅមូលដ្ឋានដោយបណ្ដាលឲ្យទាហានម្នាក់ត្រូវបានគេបាញ់សម្លាប់ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនដោយជិះរថយន្ត Pick up ភ្លាមនោះមន្ត្រីជំនាញក៏កំពុងតែមានការស៊ើបអង្កេតយ៉ាងស្វាស្វែងដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធនៅក្នុងប្រតិបត្តិការប្លន់ហាងមាសមួយនេះតាមការសន្និដ្ឋានក្រុមចៅចំនួន8នាក់នេះបានរត់គេចខ្លួនចូលទៅក្នុងប្រទេសម៉ាឡេស៊ីដោយសុវត្ថិភាពបាទបងប្អូននេះគឺជាព័ត៌មានថ្មីមួយទៀតហើយដែលនៅខាងប្រទេសថៃនៅខេត្តនារាธิវาสដែលមានក្រុមចៅចំនួនដល់ទៅ8នាក់បាទចូលប្លន់នៅក្នុងហាងមាសហើយប្រមូលបានលុយជាង$1,000,000សហរដ្ឋអាមេរិកស្មើនឹង35លានបាតឯណោះអញ្ចឹងសង្ឃឹមថាព័ត៌មាននេះក៏ជាដំណឹងមួយសម្រាប់បងប្អូនអាជីវករដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីព្រោះថានៅប្រទេសណាក៏ដូចប្រទេសណាដែរគឺតែងតែមានជនខិលខូចជាច្រើនហើយអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនដែលជាអាជីវករសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាបាទ